អរព្រះគុណព្រះអង្គជាបន្តមកទៀតនេះសូមអរលោកអ្នកបងប្អូនបានបើកនៅព្រះបន្ទូលព្រះអង្គជាមួយគ្នានៅក្នុងព្រះគម្ពីរលូកាជំពូក15ខ10ព្រះគម្ពីរលូកាជំពូក15នៅក្នុងខ10សូមអរលោកអ្នកបងប្អូនបានអានជាមួយគ្នាតើសូមអានជាមួយគ្នា1 2 3ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថាក៏មានសេចក្តីអំណរនៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរដោយសារមនុស្សបាបតែមួយនាក់ដែលប្រែចិត្តវិញអាមែនសូមបងប្អូនមើលទៅកាន់ចំណងជើងព្រះបន្ទូលទាំងអស់គ្នាតើសូមអានទាំងអស់គ្នា1 2 3ព្រះបន្ទូលនៅក្នុងសប្តាហ៍នេះគឺមានចំណងជើងថាមានសេចក្តីអំណរដោយសារមនុស្សម្នាក់បានសង្គ្រោះមានកិច្ចការមួយដែលយើងអ្នកគ្នាធ្វើនៅលើផែនដីនេះហើយនាំឲ្យមានសេចក្តីអំណរនៅឯនគរឋានសួគ៌គឺនៅពេលដែលមានមនុស្សណាម្នាក់គាត់បានទទួលសេចក្តីសង្គ្រោះមិនមែនគ្រាន់តែមានអំណរនៅចំពោះមុខទេវតានៃព្រះប៉ុណ្ណោះទេប៉ុន្តែគឺមានអំណរចំពោះគ្រីស្ទបរិស័ទដែលគាត់បានទៅនៅឋានសួគ៌មុនយើងរាល់គ្នាពីព្រោះពួកគាត់ទាំងអស់នោះជាអ្នកដែលនាំឲ្យយើងអ្នកគ្នាបានទទួលសេចក្តីសង្គ្រោះបានទទួលនៅការប្រែចិត្តផងដែរដូច្នេះសំណួរដែលយើងចង់សួរដ៏សំខាន់នៅក្នុងថ្ងៃនេះតើហេតុអ្វីបានជាអ្នកទាំងអស់គ្នាដែលនៅនគរឋានសួគ៌ព្រមទាំងពួកទេវតាផងរួមទាំងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គមានសេចក្តីអំណរយ៉ាងដូចនេះនៅពេលដែលមនុស្សណាម្នាក់គាត់បានប្រែចិត្តទទួលជឿដល់ព្រះជាម្ចាស់បងប្អូនអ្នកគ្នាមើលចំណុចទី1ទាំងអស់គ្នាតើសូមអានទាំងអស់គ្នា1 2 3សូមអាននៅក្នុងខគម្ពីរផងដែរតើសូមអានដល់គ្នា1 2 3ចំណុចសំខាន់ទី1មូលហេតុនៅពេលដែលមនុស្សណាម្នាក់គាត់បានប្រែចិត្តទទួលជឿដល់ព្រះជាម្ចាស់ហើយព្រះអង្គមានសេចក្តីអំណរនគរឋានសួគ៌ទាំងមូលធ្វើពិធីជប់លៀងពីព្រោះថាព្រលឹងរបស់មនុស្សយើងម្នាក់គឺសំខាន់ខ្លាំងណាស់នៅក្នុងព្រះគម្ពីរម៉ាកុសជំពូក8ខ36ព្រះអង្គបានចែងថាបើមនុស្សណាម្នាក់គាត់បានលោកីទាំងមូលក៏ដោយប៉ុន្តែគាត់បានបាត់ព្រលឹងនោះតើមានប្រយោជន៍អ្វីបងប្អូនហើយមនុស្សនៅលើលោកីនេះគឺមានការប្រកួតប្រជែងគ្នាយ៉ាងវក់វីមែនទែនដើម្បីទទួលបានរបស់ទ្រព្យប៉ុន្តែកម្មសិទ្ធិទាំងអស់ដែលនៅលើផែនដីនេះគឺមិនល្មមគ្រប់គ្រាន់ដើម្បីនឹងសងថ្លៃលួសព្រលឹងរបស់មនុស្សណាម្នាក់នោះឡើយតើអស់លោកអ្នកបងប្អូនសប្តាហ៍ថ្ងៃនេះយកចិត្តទុកដាក់ច្រើនប៉ុណ្ណាទៅលើសុខភាពហើយយើងយកចិត្តទុកដាក់ច្រើនប៉ុណ្ណាទៅលើការតុបតែងលម្អរូបកាយរបស់យើងអស់លោកអ្នកបងប្អូនអាចចំណាយពេលវេលាយ៉ាងច្រើនដើម្បីសុខភាពចំណាយពេលវេលាដើម្បីនឹងតុបតែងខ្លួនដើម្បីឲ្យសុខភាពរូបកាយរបស់យើងមានកម្លាំងមាំមួនយើងតុបតែងខ្លួនរបស់យើងដោយរបស់ល្អយើងទទួលទានអាហារដែលល្អដើម្បីសុខភាពរូបកាយរបស់យើងប៉ុន្តែយើងយកចិត្តទុកដាក់តិចតួចមែនទែនជាមួយនឹងសុខភាពខាងឯព្រលឹងវិញ្ញាណបងប្អូនហើយប្រសិនបើផ្លូវចិត្តរបស់អស់លោកអ្នកបងប្អូនទន់ខ្សោយរូបកាយរបស់អស់លោកអ្នកបងប្អូនទាំងមូលក៏នឹងស្រុតចុះទៅតាមនោះដែរមិនថាបងប្អូនមានកម្លាំងខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែនៅពេលដែលព្រលឹងវិញ្ញាណរបស់បងប្អូននៅគ្នាខ្សោយរូបកាយរបស់បងប្អូននៅគ្នានឹងធ្លាក់ចុះទៅតាមនោះដែរដូច្នេះនៅត្រង់ចំណុចនេះសុខភាពខាងឯរូបកាយគឺសំខាន់ខ្ញុំមិនលើកចោលទេយើងអ្នកគ្នាត្រូវតែថែរក្សាសុខភាពអស់លោកអ្នកបងប្អូនអ្នកគ្នាដោយការទទួលទានអាហារដែលល្អបងប្អូនអ្នកគ្នាធ្វើលំហាត់ប្រាណសម្រាប់រូបរាងកាយរបស់អស់លោកអ្នកបងប្អូនប៉ុន្តែសូមកុំបោះបង់ចោលសុខភាពខាងឯព្រលឹងវិញ្ញាណពីព្រោះព្រះគម្ពីរបានប្រាប់ថាប្រសិនបើយើងអ្នកគ្នាមានសុខភាពល្អខាងរូបកាយប៉ុន្តែយើងបាត់បង់សុខភាពខាងឯព្រលឹងវិញ្ញាណនោះតើមានប្រយោជន៍អ្វីដល់យើងទាំងអស់គ្នារូបកាយរបស់អស់លោកអ្នកបងប្អូនប្រសិនបើមានសុខភាពល្អយើងអាចរស់នៅបានយ៉ាងយូរ120ឆ្នាំឬក៏អ្នកខ្លះអាចទៅដល់150ឆ្នាំប៉ុន្តែអ្វីដែលនឹងនៅអស់កលជានិច្ចគឺជាព្រលឹងវិញ្ញាណរបស់យើងទាំងគ្នាដូច្នេះបើសិនជាបងប្អូនយកចិត្តទុកដាក់ទៅលើសុខភាពខាងរូបកាយសូមយកចិត្តទុកដាក់ទៅលើសុខភាពខាងឯព្រលឹងវិញ្ញាណរបស់យើងដែរ
យើងញែកពេលវេលាដើម្បីហាត់ប្រាណយើងញែកពេលវេលាដើម្បីទទួលទានអាហារល្អប៉ុន្តែយើងញែកពេលវេលាប៉ុន្មានដើម្បីនឹងស្វែងរកអាហារខាងឯព្រលឹងវិញ្ញាណតើយើងចំណាយពេលវេលាប៉ុន្មានដើម្បីនឹងហាត់ប្រាណខាងឯព្រលឹងវិញ្ញាណតើអ្វីទៅជាអាហារខាងឯព្រលឹងវិញ្ញាណរបស់យើងទាំងអស់គ្នាអាហារខាងព្រលឹងវិញ្ញាណរបស់យើងគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់តើបងប្អូនអ្នកគ្នានឹងចំណាយពេលប៉ុន្មានដើម្បីនឹងអានព្រះបន្ទូលព្រះអង្គតើបងប្អូននឹងចំណាយពេលប៉ុន្មានដើម្បីនឹងហាត់ប្រាណខាងឯព្រលឹងវិញ្ញាណតើអ្វីទៅជាការហាត់ប្រាណខាងឯព្រលឹងវិញ្ញាណនោះគឺជាការផ្សាយដំណឹងល្អការផ្សាយដំណឹងល្អគឺជាការដែលបងប្អូនកំពុងតែហាត់ប្រាណខាងឯព្រលឹងវិញ្ញាណដូច្នេះបើសិនជាយើងគ្រាន់តែទទួលទានហើយយើងអត់ហាត់ប្រាណយើងក៏អត់មានសុខភាពល្អដែរបងប្អូនសូមប្រៀបធៀបជាមួយជីវិតខាងសាច់ឈាមដើម្បីបានសុខភាពល្អបងប្អូនទទួលទានអាហារដែលល្អហើយបងប្អូនហាត់ប្រាណជាប្រចាំដូច្នេះសូមប្រៀបធៀបមកជីវិតខាងព្រលឹងវិញ្ញាណដែរដើម្បីឲ្យព្រលឹងវិញ្ញាណរបស់យើងបានមានសុខភាពល្អឈ្នះរាល់ទាំងជំងឺរបស់លោកីជំងឺរបស់និស្ស័យចាស់ជំងឺរបស់អំពើបាបក៏ដូចជាអារក្សដែលតែងតែព្យាយាមវាយបំបាក់ជីវិតរបស់យើងដូច្នេះយើងត្រូវមានសុខភាពល្អខាងក្នុងផងដែរទទួលទានអាហារឲ្យបានទៀងទាត់គឺទទួលទានព្រះបន្ទូលព្រះអង្គឲ្យបានទៀងទាត់ជាប្រចាំថ្ងៃបងប្អូនសូមញែកពេលវេលាដើម្បីនឹងអានព្រះបន្ទូលព្រះអង្គសិក្សាព្រះបន្ទូលព្រះអង្គដោយផ្ទាល់ខ្លួនសូមបងប្អូនអ្នកគ្នាចំណាយពេលវេលាដើម្បីនឹងប្រាប់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទប្រាប់ប្រពន្ធរបស់លោកអ្នកបងប្អូនប្រាប់ប្តីប្រាប់កូនចៅនិយាយអំពីព្រះយេស៊ូវទៅកាន់ពួកគាត់នោះបងប្អូនកំពុងតែហាត់ប្រាណខាងឯព្រលឹងវិញ្ញាណដូច្នេះបងប្អូនហើយនៅក្នុងចំណុចទី1នេះហេតុអ្វីបានជាពេលដែលមនុស្សណាម្នាក់គាត់ទទួលបានសេចក្តីសង្គ្រោះនៅឯនគរឋានសួគ៌មានអំណរពីព្រោះព្រលឹងវិញ្ញាណរបស់បងប្អូនម្នាក់គ្រប់គ្នាគឺមានតម្លៃលើសជាងទ្រព្យសម្បត្តិនៅលើលោកីនេះដូច្នេះហើយឲ្យយើងយកចិត្តទុកដាក់ជាមួយនឹងព្រលឹងវិញ្ញាណអ្នកដទៃហើយនឹងព្រលឹងវិញ្ញាណខ្លួនឯងដែរចំណាយពេលវេលាអានព្រះបន្ទូលព្រះអង្គចំណាយពេលវេលាអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ចំណាយពេលវេលាប្រាប់អ្នកដទៃអំពីដំណឹងល្អការដែលបងប្អូនអ្នកគ្នានាំព្រលឹងវិញ្ញាណមនុស្សដែលបាត់បង់មកឯព្រះយេស៊ូវគ្រីស្ទគឺមានសារៈសំខាន់ណាស់អាមែនសូមបងប្អូនអ្នកគ្នាមើលចំណុចទី2ទាំងអស់គ្នាសូមអានទាំងអស់គ្នា1 2 3អាមែនចំណុចទី2ពីព្រោះជាការកើនឡើងនៃប្រជារាស្ត្ររបស់នគរឋានសួគ៌នៅនគរឋានសួគ៌នឹងមានសេចក្តីអំណរដោយសារមនុស្សម្នាក់បានទទួលសេចក្តីសង្គ្រោះថែមទៀតនគរឋានសួគ៌គឺធំទូលាយមែនទែននគរឋានសួគ៌មិនតូចចង្អៀតទេបងប្អូនហើយទោះបីជាដាក់មនុស្សទូទាំងពិភពលោកនេះក៏ដោយក៏មិនល្មមដែររូបភាពនៃនគរឋានសួគ៌ដែលធំទូលាយមានន័យយ៉ាងដូចម្ដេចគឺមានន័យថាព្រះハរតីរបស់ព្រះជាម្ចាស់ព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នាទទួលបានសេចក្តីសង្គ្រោះព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នាអាចរស់នៅជាមួយនឹងព្រះជាម្ចាស់អស់កលជានិច្ចដោយនៅពេលដែលព្រះអង្គប្រាប់លោកណូអេឲ្យធ្វើទូកព្រះអង្គឲ្យគាត់ធ្វើទូកធំមែនទែនពីព្រោះព្រះអង្គមានផែនការចង់ឲ្យមនុស្សជាច្រើនបានទទួលសេចក្តីសង្គ្រោះប៉ុន្តែហេតុអ្វីចង់បញ្ចប់មានតែមនុស្ស8នាក់បានទទួលសេចក្តីសង្គ្រោះពីព្រោះតែមានតែមនុស្ស8នាក់ដែលគាត់ជឿព្រះបន្ទូលព្រះអង្គគាត់ជឿថាព្រះជាម្ចាស់នឹងជំនុំជម្រះពិភពលោកដូច្នេះហើយអ្នកដែលជឿព្រះបន្ទូលហើយស្ដាប់តាមនោះហើយបានទទួលសេចក្តីសង្គ្រោះហើយបងប្អូនអ្នកគ្នារួមទាំងខ្ញុំគឺបានកើតមកពីពូជរបស់លោកណូអេនោះឯងដូច្នេះបងប្អូនហើយគោលបំណងដើមរបស់ព្រះជាម្ចាស់ដែលព្រះអង្គបង្កើតយើងដល់គ្នាមកគឺព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នារស់នៅក្នុងសេចក្តីសុខសាន្តព្រះអង្គចង់ឲ្យយើងអ្នកគ្នារស់នៅក្នុងជីវិតដែលមានសុភមង្គលប៉ុន្តែហេតុអ្វីបានជាមនុស្សសពថ្ងៃប្រឈមមុខជាមួយនឹងការឈឺចាប់ប្រឈមមុខជាមួយនឹងសេចក្តីស្លាប់ហើយនឹងមានបញ្ហាជាច្រើនបានកើតឡើងនៅលើពិភពលោករបស់យើងពីព្រោះមនុស្សបានជ្រើសរើសធ្វើតាមចិត្តរបស់ខ្លួនឯងមនុស្សជ្រើសរើសអត់ស្ដាប់តាមអ្វីដែលព្រះជាម្ចាស់ព្រះអង្គបានមានបន្ទូលពួកគាត់បានប្រព្រឹត្តអំពើបាបហើយរួមទាំងយើងដល់គ្នាផងដែរដែលនាំឲ្យពិភពលោករបស់យើងមានសេចក្តីស្លាប់មានជំងឺនិងមានការឈឺចាប់ផ្សេងបានកើតឡើងមុនដំបូងនៅព្រះជាម្ចាស់បង្កើតអាដាមនិងអេវ៉ាព្រះអង្គមិនមានផែនការ
ឲ្យពួកគាត់ស្លាប់នោះទេបងប្អូនហើយព្រះអង្គផ្គត់ផ្គង់ឲ្យគាត់សពគ្រប់បែបយ៉ាងអង្គចង់ឲ្យគាត់សម្រាកជាមួយនឹងព្រះអង្គគ្រាន់តែមានទំនាក់ទំនងប្រកបជាមួយនឹងព្រះជាម្ចាស់បងប្អូនមើលនៅពេលដែលព្រះអង្គបង្កើតពិភពលោកទាំងមូលព្រះជាម្ចាស់មិនបានបង្កើតអាដាមនៅថ្ងៃទី1ទេហេតុអ្វីព្រះអង្គបង្កើតគាត់នៅថ្ងៃចុងបញ្ចប់ព្រះអង្គធ្វើគ្រប់ទាំងអស់ព្រះអង្គបង្កើតព្រះអាទិត្យព្រះច័ន្ទផ្កាយដើមឈើរុក្ខជាតិសពគ្រប់បែបយ៉ាងហើយបង្កើតអាដាមចុងក្រោយគេពីព្រោះព្រះអង្គចង់ឲ្យគាត់គ្រាន់តែទំនាក់ទំនងជាមួយនឹងព្រះអង្គគ្រាន់តែបន្ទាប់ពីគាត់បង្កើតព្រះអង្គបង្កើតអាដាមហើយមួយយប់ក្រោយមកគឺជាថ្ងៃឈប់សម្រាកព្រះអង្គប្រាប់ថាឲ្យញែកថ្ងៃនោះសម្រាប់ព្រះអង្គដើម្បីថ្វាយបង្គំព្រះជាម្ចាស់ព្រះអង្គមានបន្ទូលនេះយ៉ាងដូចម្ដេចគឺចង់ឲ្យអាដាមដឹងថាជីវិតរបស់គាត់គឺមានសារៈសំខាន់ចាប់ផ្ដើមជាមួយនឹងការថ្វាយបង្គំព្រះអង្គទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់សំខាន់ជាមុនសិនហើយបានឆ្លងចូលទៅថ្ងៃច័ន្ទហើយចាប់ផ្ដើមធ្វើកិច្ចការងារដូច្នេះបងប្អូនព្រះハរតីរបស់ព្រះជាម្ចាស់ទោះបីជាមនុស្សបានធ្វើអំពើបាបជាច្រើនយ៉ាងណាក៏ដោយព្រះអង្គអត់ដែលបោះបង់ចោលមនុស្សឡើយសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់នៅតែជាប់ជាមួយយើងទាំងគ្នាបានជានៅពេលដែលអាដាមធ្លាក់ទៅក្នុងអំពើបាបព្រះអង្គបានមានបន្ទូលសន្យាថាព្រះអង្គនឹងចាត់ព្រះសង្គ្រោះមួយអង្គតាមរយៈពូជរបស់ស្ត្រីហើយមកសង្គ្រោះមនុស្សទាំងអស់ដូច្នេះហើយយើងឃើញថានៅគ្រាព្រះយេស៊ូវគ្រីស្ទព្រះអង្គបានចាត់ទ្រង់ឲ្យយើងមកនៅលើផែនដីនេះដើម្បីសគត់នៅលើឈើឆ្កាងហើយនឹងសង្គ្រោះមនុស្សមានបាបទាំងអស់រួមទាំងខ្ញុំហើយនឹងអស់លោកអ្នកបងប្អូនផងដែរនៅក្នុងចំណុចនេះតើអ្នកណាទៅដែលអាចទទួលបានសេចក្តីសង្គ្រោះតើអ្នកណាទៅដែលអាចទទួលបានព្រះគុណរបស់ព្រះជាម្ចាស់សូមបងប្អូនអ្នកគ្នាមើលនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក1ខ12សូមអានទាំងអស់គ្នាខ្លាំង1 2 3អាមែននៅខាងលើខនេះនៅពេលដែលបងប្អូនអ្នកគ្នាបានអានបងប្អូនអ្នកគ្នានឹងឃើញនៅព្រះបន្ទូលព្រះអង្គបានប្រាប់ថាព្រះរាជបុត្រាឬក៏ព្រះអង្គជាស្ដេចបានយាងមកលើផែនដីរបស់ព្រះអង្គប៉ុន្តែអត់មានមនុស្សណាម្នាក់រាជរបស់ព្រះអង្គអត់បានទទួលព្រះអង្គសោះរាជរបស់ព្រះអង្គអត់បានទទួលស្គាល់ព្រះអង្គទាល់តែសោះនៅពេលដែលព្រះអង្គយាងមកផែនដីដែលទ្រង់បានបង្កើតអ្នកខ្លះគេនិយាយថាអូព្រះយេស៊ូវទើបតែកើត2026ឆ្នាំមុនហេតុអីបានជានិយាយថាព្រះយេស៊ូវបង្កើតពិភពលោកបងប្អូនបង្កើតធ្លាប់លើប៉ុន្តែមុនពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងមកប្រសូតនៅលើផែនដីរូបភាពជាមនុស្សព្រះអង្គមានតាំងពីមុនមកហើយព្រះយេស៊ូវបានមានប្រាប់បន្ទូលនៅក្នុងព្រះគម្ពីរយ៉ូហានថាម៉េចមុនពេលដែលមានអាប់រ៉ាហាំមុនពេលដែលមានលោកីយ៍នេះទាំងមូលនោះមានខ្ញុំហើយខ្ញុំបានចូលរួមជាមួយនឹងព្រះវរបិតាហើយនឹងព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្កើតពិភពលោកនេះផងដែរមុនពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកប្រសូតនៅលើផែនដីហើយមាននាមថាអង្គសង្គ្រោះព្រះអង្គមាននាមថាព្រះរាជបុត្រាហើយនឹងព្រះបន្ទូលផងដែរអាមែនព្រះគម្ពីរយ៉ូហានជំពូក1ខ1បានចែងថាយ៉ាងដូចម្ដេចការដាំដំបងឡើយមានព្រះបន្ទូលនោះឯងជាព្រះហើយព្រះបន្ទូលនោះក៏គង់នៅជាមួយនឹងព្រះតាំងតែពីដើមមកដូច្នេះព្រះយេស៊ូវចង់ប្រាប់បងប្អូនអ្នកថាព្រះអង្គនោះហើយគឺជាព្រះបន្ទូលដែលគង់នៅតាំងពីអស់កលដូច្នេះអស់អ្នកណាដែលទទួលជឿដល់ព្រះអង្គអ្នកនោះឯងគឺជាកូនរបស់ព្រះហើយអ្នកនោះឯងមានអភ័យឯកសិទ្ធិដើម្បីនឹងចូលទៅឯនគរនៃព្រះជាម្ចាស់បងប្អូនឯងនៅពេលដែលបងប្អូនគេរស់នៅលើផែនដីនេះយើងទាំងគ្នាទទួលស្គាល់យ៉ាងពិតប្រាកដថាទ្រព្យសម្បត្តិពិតជាសំខាន់មែនទែនថវិកាពិតជាសំខាន់មែនទែនសុខភាពពិតជាសំខាន់មែនទែនប៉ុន្តែអ្វីដែលខ្ញុំចង់លើកឡើងនៅក្នុងថ្ងៃនេះមិនថាជីវិតរបស់យើងក៏ដោយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលបងប្អូនអ្នកគ្នាខំប្រឹងស្វែងរកនៅលើផែនដីនេះនោះពុំអាចនឹងប្រៀបផ្ទឹមជាមួយនឹងជីវិតនៅឯនគរឋានសួគ៌ដែលព្រះជាម្ចាស់បំរុងទុកឲ្យលោកអ្នកបងប្អូនដែលបានជឿដល់ព្រះអង្គនៅនគរឋានសួគ៌
ជាកន្លែងដែលពោពេញដោយព្រះពរដែលរកថ្លែងមិនបានដែលមានសេរីរុងរឿងយ៉ាងអស្ចារ្យហើយនៅទីនោះមានការប្រកបគ្នាជាមួយនឹងពួកបរិសុទ្ធទាំងអស់ហើយនឹងជាមួយព្រះជាម្ចាស់ផងដែរបងប្អូនហើយខ្ញុំមានសំណួរមួយចង់សួរទៅកាន់អស់លោកអ្នកបងប្អូនតើអស់លោកអ្នកបងប្អូនចង់ឃើញវត្តមានរបស់បងប្អូនក្រុមគ្រួសារមនុស្សជាទីស្រឡាញ់របស់អស់លោកអ្នកបងប្អូននៅនគរឋានសួគ៌ជាមួយនឹងអស់លោកអ្នកដែរឬទេចង់ឬក៏អត់ប្រសិនបើបងប្អូនគេចង់ឃើញវត្តមានរបស់ពួកគាត់នៅឯនគរឋានសួគ៌សូមផ្សាយដំណឹងល្អទៅកាន់ពួកគាត់ប្រាប់ពួកគាត់អំពីព្រះយេស៊ូវគ្រីស្ទប្រាប់ពួកគាត់អំពីសេចក្តីសង្គ្រោះខ្ញុំដឹងថាបងប្អូននៅពេលដែលបងប្អូនប្រាប់គេពីព្រះយេស៊ូវគ្រីស្ទអ្នកខ្លះគេអាចនឹងសើចចំអកដល់លោកអ្នកបងប្អូនគេអាចនឹងមើលងាយបងប្អូនគេថាជាមនុស្សក្បត់សាសនាប៉ុន្តែបងប្អូនហើយសូមបន្តប្រាប់ពួកគាត់ពីព្រោះនៅពេលដែលព្រះយេស៊ូវយាងមកផែនដីនៅពេលដែលព្រះអង្គផ្សាយដំណឹងល្អមនុស្សនៅសម័យនោះក៏ជេរព្រះអង្គដូចគ្នាប៉ុន្តែព្រះយេស៊ូវអត់បោះបង់ចោលទេព្រះអង្គបន្តប្រាប់ពួកគាត់ពីនគរព្រះអង្គបន្តអធិដ្ឋានសម្រាប់ពួកគាត់ដូច្នេះបងប្អូនហើយប្រសិនបើបងប្អូនចង់ឲ្យមនុស្សជាទីស្រឡាញ់ឪពុកម្ដាយរបស់បងប្អូនក្រុមគ្រួសាររបស់បងប្អូនប្តីប្រពន្ធរបស់បងប្អូនកូនចៅរបស់បងប្អូនមានវត្តមាននៅឯនគរនៃព្រះសូមផ្សាយដំណឹងល្អទៅឲ្យពួកគាត់អធិដ្ឋានសម្រាប់ពួកគាត់ដើម្បីឲ្យពួកគាត់បានទទួលសេចក្តីសង្គ្រោះដូចជាអស់លោកអ្នកបងប្អូនផងដែរហាឡេលូយ៉ាអាមែនយើងមើលទៅអស់គ្នានៅចំណុចសំខាន់ចុងក្រោយថាហេតុអ្វីបានជាពេលដែលមនុស្សម្នាក់ទទួលជឿព្រះយេស៊ូវនៅពេលដែលបងប្អូនម្នាក់ទទួលជឿព្រះយេស៊ូវនៅនគរឋានសួគ៌មានសេចក្តីអំណរហេតុអីចំណុចនេះគឺសំខាន់មែនទែនសូមបងប្អូនអ្នកគ្នាអានទៅអស់គ្នាតោះសូមអានដល់គ្នា1 2 3សូមអាននៅព្រះគម្ពីរយូដាសជំពូក1ខ22ដល់ខ23ដល់គ្នាសូមអានដល់គ្នាខ្លាំង1 2 3អាមែននេះគឺជាចំណុចសំខាន់ហេតុអ្វីនៅពេលដែលមនុស្សណាម្នាក់គាត់បានទទួលសេចក្តីសង្គ្រោះឈ្មោះរបស់គាត់ត្រូវបានកត់ទុកក្នុងបញ្ជីជីវិតនគរឋានសួគ៌ហើយព្រះជាម្ចាស់ព្រះអង្គមានសេចក្តីអំណរពីព្រោះស្ថាននរកគឺមានពិតប្រាកដមែនអ្នកខ្លះគេនិយាយថាឋាននរកអត់មានទេឋាននរកនៅលើផែនដីនេះអត់ទេឋាននរកគឺមានពិតប្រាកដហើយច្បាស់លាស់ប្រសិនបើបងប្អូនគេជឿថាមានឋានសួគ៌សូមជឿផងដែរថាឋាននរកក៏មានដែរនៅពេលដែលមនុស្សស្លាប់ទៅអត់មានកើតចាស់ជឿស្លាប់ហើយវិលមកតែខាងកណ្ដាលនឹងទេព្រះយេស៊ូវបានមានបន្ទូលថានៅពេលដែលមនុស្សទាំងគ្នាស្លាប់ទៅគឺនឹងត្រូវជាប់ជំនុំជម្រះមិនមែនចាប់ជាតិមកវិញទេខ្ញុំនឹងអានជូនអស់លោកអ្នកបងប្អូននៅក្នុងព្រះគម្ពីរវិវរណៈជំពូក20ខ10ដល់ខ15សូមបានផ្ទៀងជាមួយគ្នារួចអារក្សដែលនាំគេឲ្យវង្វេងបានបោះទៅក្នុងបឹងដែលឆេះជាភ្លើងនិងស្ពាន់ធម៌ជាកន្លែងដែលសត្វនោះនឹងហោរាខ្លាញ់នៅហើយនោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃនៅអស់កលជានិច្ចរៀងរៀបតទៅខ្ញុំក៏ឃើញបល្ល័ង្កសមួយយ៉ាងធំនិងព្រះអង្គដែលគង់លើឯផែនដីនិងផ្ទៃមេឃក៏រត់ពីចំពោះទ្រង់ចេញឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយនោះខ្ញុំមានឃើញមនុស្សស្លាប់ទាំងអ្នកធំទាំងអ្នកតូចគេឈរនៅចំពោះព្រះបញ្ជីក៏បានបើកឡើងហើយបញ្ជីមួយទៀតគឺជាបញ្ជីជីវិតបានបើកឡើងដែររួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួនឯសមុទ្រនោះបានប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញហើយសេចក្តីស្លាប់និងស្ថានឃុំប្រលឹងមនុស្សស្លាប់ក៏ប្រគល់មនុស្សស្លាប់ដែលនៅឯនោះមកវិញដែររួចគេត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួនចំណែកសេចក្តីស្លាប់និងស្ថានឃុំប្រលឹងមនុស្សស្លាប់នោះនឹងត្រូវបោះទៅក្នុងបឹងភ្លើងដែរនេះជាសេចក្តីស្លាប់ទី2បើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង
អាមែនចាបងប្អូនអានព្រះគម្ពីរនេះហើយមានអារម្មណ៍ថារន្ធត់ទេចាអត់ទេបើសិនបើបងប្អូនអ្នកគ្នាជឿថាមានស្ថានសួគ៌សូមជឿថាមានស្ថាននរកពីព្រោះស្ថាននរកគឺមានពិតប្រាកដព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់អំពីលក្ខណៈនៃនគរឋានសួគ៌ហើយនិងស្ថាននរកខ្ញុំបានអានប្រាប់បងប្អូនអ្នកគ្នាអំបញ្ញមិញនៅក្នុងព្រះគម្ពីរវិវរណៈចំពោះ20ឋាននរកជាកន្លែងបែបណាបងប្អូនស្ថាននរកជាកន្លែងដែលមានភ្លើងឆេះដោយស្ពាន់ធម៌មានភ្លើងហើយនឹងស្ពាន់ធម៌នៅទីនោះគឺសម្រាប់អារក្សសាតាំងហើយនឹងពួកពលបរិវារព្រមទាំងអស់អ្នកណាអស់អ្នកដែលអត់មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតអ្នកនោះនឹងត្រូវបោះទៅក្នុងបឹងភ្លើងអ្នកណាដែលអត់មានឈ្មោះនៅក្នុងបញ្ជីជីវិតនោះនឹងត្រូវបោះទៅក្នុងកន្លែងនោះជាមួយនឹងអារក្សផងដែរតើរយៈពេលបឹងភ្លើងនោះរយៈពេលប៉ុន្មានរយៈពេលនៃភ្លើងដែលនឹងឆេះនោះគឺអស់កលជានិច្ចអត់មានទីបញ្ចប់ឡើយគឺនឹងទៅឆេះជារៀងរហូតតទៅដូច្នេះសំណួរសួរថានៅពេលដែលយើងធ្លាក់ចូលទៅក្នុងទីនោះតើមានវិធីចេញមកចាប់ជាតិវិញដែរឬទេចេញអត់រួចទេបងប្អូនហើយប្រសិនបើបងប្អូនធ្លាក់ទៅក្នុងទីនោះហើយចេញអត់រួចទេសូមនឹកចាំពីបរិសុទ្ធអ្នកមានគាត់បានធ្លាក់ទៅកន្លែងខំព្រលឹងឋាននរកនោះហើយគាត់សូមអង្វរថាសូមឲ្យគាត់ទៅប្រាប់បងប្អូនគាត់ផងដើម្បីកុំឲ្យគេធ្លាក់មកកន្លែងនេះដែរប៉ុន្តែលោកអាប់រ៉ាហាំប្រាប់ថាម៉េចអត់មានអ្នកណាម្នាក់អាចចេញពីនេះទៅឯកន្លែងមនុស្សរស់បានគឺចូលហើយចេញវិញអត់បានទេដូច្នេះបងប្អូនហើយតើស្ថាននរកឬក៏បឹងភ្លើងនោះជាកន្លែងដែលគួរឲ្យចង់រស់នៅដែរឬក៏អត់កាលពីប្រហែលសប្តាហ៍មុនបងប្អូនកំពុងថ្វាយបង្គំហើយដាច់ភ្លើងតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរបងប្អូនក្តៅក៏ហល់ក៏ហើយលងឹតឈឹងចាលងឹតឈឹងហើយអីគេទៀតក្តៅហើយពិបាកមែនទែនហើយបងប្អូនរំពឹងថាតិចទៀតភ្លើងមកហើយតិចទៀតភ្លើងមកហើយប៉ុន្តែនៅពេលដែលយើងធ្លាក់ទៅទីនោះហើយអត់មានឱកាសចេញវិញទេស្ថាននរកមិនមែនជាកន្លែងដែលគួរឲ្យជាទីចង់រស់នៅទេបងប្អូនហើយអ្នកខ្លះគេនិយាយស្រួលមែនទេអត់ស្គាល់ទៅឋាននរកក៏ទៅមិនមែនទៅតែខ្ញុំគេក៏ទៅដែរបងប្អូនហើយនៅពេលដែលបងប្អូនអានព្រះគម្ពីរសូមជឿថាអ្វីដែលព្រះអង្គមានបន្ទូលគឺជាសេចក្តីពិតនៅពេលដែលមនុស្សដែលនៅក្នុងចំនួនលោកនោះគាត់អត់ជឿលើព្រះបន្ទូលព្រះអង្គលទ្ធផលចុងក្រោយពួកគាត់វិនាសទាំងអស់ដូច្នេះកុំមើលងាយព្រះបន្ទូលរបស់ព្រះអង្គដែលបានចែងទុកឲ្យយើងដល់គ្នាអំបញ្ញមកខ្ញុំបានប្រាប់អំពីបឹងភ្លើងប៉ុន្តែនេះខ្ញុំនឹងប្រាប់ដំណឹងល្អដល់ឲ្យលោកអ្នកបងប្អូនដល់គ្នាសូមបានប្រុងប្រៀបចិត្តឲ្យស្ដាប់ដំណឹងល្អទាំងអស់គ្នាដំណឹងល្អដែលព្រះជាម្ចាស់បានប្រាប់បងប្អូននៅក្នុងថ្ងៃនេះគឺបងប្អូនអ្នកគ្នាមិនត្រូវធ្លាក់ទៅក្នុងបឹងភ្លើងនោះឡើយអាមែនហាឡេលូយ៉ាដំណឹងល្អឬក៏អត់នេះគឺជាដំណឹងល្អធំមែនទែនគឺបងប្អូនអ្នកគ្នាមិនត្រូវធ្លាក់ទៅក្នុងកន្លែងនោះឡើយប៉ុន្តែខ្ញុំមើលទៅបងប្អូនដូចជាអត់មានអំណរតទេសោះបើសិនជាប្រាប់ថាខ្ញុំនឹងត្រូវរង្វាន់$1 លានបងប្អូនប្រកាសជារំភើបហើយលោតចេញពីកៅអីប៉ុន្តែប្រាប់ថាបងប្អូនមិនត្រូវធ្លាក់បឹងភ្លើងអស់កលជានេះហើយទៅឋានសួគ៌ដែលមានទ្រព្យសម្បត្តិច្រើនជាងប៉ុន្តែបងប្អូនអ្នកគ្នាដូចជាអត់មានអំណរតទេសោះបើសិនបើបងប្អូនអ្នកគ្នាមានអំណរជាមួយនឹងសេចក្តីសង្គ្រោះសូមបានទះដៃសរសើរនឹងកម្មព្រះអង្គអាមែននេះគឺជាដំណឹងល្អដែលបងប្អូនទទួលបានគឺបងប្អូនមិនត្រូវធ្លាក់ទៅក្នុងបឹងភ្លើងនោះឡើយប៉ុន្តែមិនមែនគ្រប់គ្នាទេពីព្រោះព្រះអង្គមានបន្ទូលថាប៉ុន្តែអស់អ្នកណាដែលទទួលហើយជឿព្រះយេស៊ូវគ្រីស្ទអ្នកនោះឯងនឹងមិនត្រូវធ្លាក់ទៅក្នុងបឹងភ្លើងដូច្នេះប្រសិនបើបងប្អូនអ្នកគ្នាមានជំនឿបងប្អូនទទួលជឿព្រះយេស៊ូវយ៉ាងពិតប្រាកដហើយបងប្អូនរក្សាសេចក្តីជំនឿរបស់អស់លោកអ្នកបងប្អូនដល់រាបដល់ចុងបំផុតបងប្អូនគឺជាអ្នកដែលមានឈ្មោះជាអ្នកដែលមានសេចក្តីជំនឿយ៉ាងពិតប្រាកដហើយជាអ្នកដែលរួចផុតអំពីបឹងភ្លើងនោះឯងដូច្នេះចាប់តាំងពីពេលដែលបងប្អូនគេសម្រេចចិត្តទទួលជឿព្រះយេស៊ូវគ្រីស្ទ
មិនថាកាលពី10ឆ្នាំមុនមិនថាក្នុងពេលឥឡូវនេះឬក៏ថ្ងៃស្អែកតាំងពីពេលដែលបងប្អូនសម្រេចចិត្តថាទទួលជាព្រះយេស៊ូវយ៉ាងពិតប្រាកដនៅពេលនោះអស់លោកអ្នកបងប្អូនគឺពិតជាបានរួចផុតអំពីបឹងភ្លើងនោះរួចទៅហើយនេះហើយគឺជាព្រះគុណដ៏អស្ចារ្យដែលព្រះជាម្ចាស់ព្រះអង្គផ្ដល់មកយើងទាំងអស់គ្នាដែលយើងទាំងគ្នាបានច្រៀងអំបញ្ញមិញថាព្រះគុណអស្ចារ្យជាសព្វពីរោះព្រះគុណនៃគេព្រះគុណធំមែនទែនដែលព្រះអង្គផ្ដល់មកយើងគឺជាសេចក្តីសង្គ្រោះនៅពេលដែលបងប្អូនទាំងគ្នាអត់យល់អំពីថាតើព្រះអង្គសង្គ្រោះពីអីគេយើងអត់មានដួងចិត្តដែលអរពេលគុណព្រះអង្គទេយើងគ្រាន់តែច្រៀងនៅក្នុងមាត់ប៉ុន្តែយើងអត់មានអរពេលគុណព្រះអង្គចេញពីជំរឿដួងចិត្តរបស់យើងប៉ុន្តែសូមដឹងថាព្រះគុណដែលព្រះអង្គផ្ដល់មកយើងដែលយើងច្រៀងថាព្រះអង្គសង្គ្រោះយើងនឹងសង្គ្រោះចេញពីអំពើបាបដើម្បីអីដើម្បីសង្គ្រោះយើងឆក់យើងយកចេញពីភ្លើងនោះឯងហើយភ្លើងនោះមិនមែនរលត់ទេគឺភ្លើងដែលឆេះអស់កលជានិច្ចហើយបងប្អូនសម័យមើលប្រសិនបើបងប្អូនធ្លាក់ទៅកន្លែងនោះហើយបងប្អូនទៅវេទនានៅក្នុងនោះឆេះអស់កលជានិច្ចតើបងប្អូននឹងវេទនាប៉ុណ្ណាបងប្អូនដាច់ភ្លើងតែ1ម៉ោង2ម៉ោង3ម៉ោងបងប្អូនថាវេទនាប៉ុន្តែនៅពេលដែលយើងនឹងធ្លាក់ទៅក្នុងបឹងភ្លើងបងប្អូននឹងរស់នៅទីនោះអស់កលជានិច្ចអត់មានទីបញ្ចប់ទេដូច្នេះខ្ញុំចង់ឲ្យបងប្អូនអ្នកគ្នាគិតពិចារណាអំពីបឹងភ្លើងនោះហើយប្រៀបធៀបជាមួយនឹងព្រះគុណរបស់ព្រះអង្គបងប្អូននឹងឃើញថាព្រះគុណព្រះអង្គគឺធំខ្លាំងមែនទែនបានជាយើងទាំងអស់គ្នាត្រូវតែអរព្រះគុណដល់ព្រះជាម្ចាស់ដែលព្រះអង្គបានសង្គ្រោះយើងទាំងគ្នាឲ្យរួចផុតពីភ្លើងដែលមិនចេះរលត់នោះហាឡេលូយ៉ាដូច្នេះជាចុងក្រោយតាមរយៈព្រះបន្ទូលនៅថ្ងៃនេះយើងទាំងគ្នាបានដឹងយ៉ាងច្បាស់ថានៅពេលដែលយើងទាំងគ្នាប្រែចិត្តទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទនោះអស់លោកអ្នកបងប្អូនគឺជាអ្នកដែលមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតគឺជាអ្នកដែលត្រូវបានរួចផុតអំពីភ្លើងដ៏ឆេះអស់កលជានិច្ចនោះហើយតើបងប្អូនដឹងច្បាស់ថាខ្លួនឯងមានឈ្មោះក្នុងបញ្ជីជីវិតហើយឬនៅមិនបាច់ឆ្លើយមកខ្ញុំទេសំណួរសួរថាតើខ្ញុំដឹងថាខ្លួនឯងមានឈ្មោះក្នុងបញ្ជីជីវិតនោះយ៉ាងអីមកដេចខ្ញុំនឹងប្រាប់ចម្លើយទៅកាន់ឲ្យលោកអ្នកបងប្អូនកុំឲ្យភ័យខ្លាចប្រសិនបើបងប្អូនគេពិតជាជឿព្រះយេស៊ូវគ្រីស្ទពិតជាជឿព្រះអង្គយ៉ាងស្មោះត្រង់បងប្អូនមានឈ្មោះក្នុងបញ្ជីជីវិតយ៉ាងពិតប្រាកដ 100% មានឈ្មោះក្នុងបញ្ជីជីវិតមានន័យថាគឺបងប្អូនខ្លាយទៅជាសមាជិកនៃគ្រួសាររបស់ព្រះតើអ្នកណាជាសមាជិកនៃគ្រួសារព្រះគឺអ្នកដែលទទួលហើយជឿព្រះយេស៊ូវគ្រីស្ទនោះឯងដូច្នេះតើបងប្អូនបានទទួលហើយជឿព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់ហើយឬនៅបងប្អូនទទួលហើយជឿព្រះយេស៊ូវហើយឬនៅប្រសិនបើបងប្អូនជាអ្នកដែលទទួលហើយជឿព្រះយេស៊ូវគ្រីស្ទកុំឲ្យភ័យខ្លាចបងប្អូនជាអ្នកដែលមានឈ្មោះក្នុងបញ្ជីជីវិតដូច្នេះបងប្អូនហើយនៅពេលដែលបងប្អូនបានសង្គ្រោះហើយសំណុំដំណឹងល្អរបស់អស់លោកអ្នកបងប្អូនទៅកាន់អ្នកដទៃទៀតនៅពេលដែលបងប្អូនផ្សាយដំណឹងល្អទៅកាន់ពួកគាត់មានន័យថាបងប្អូនកំពុងតែជួយសង្គ្រោះព្រលឹងរបស់ពួកគាត់ឲ្យរួចចេញពីភ្លើងដែលឆេះអស់កលជានិច្ចនៅពេលដែលបងប្អូននាំកូនរបស់បងប្អូនមកព្រះវិហារស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គមានន័យថាបងប្អូនកំពុងតែឆក់យកពួកគាត់ចេញពីបឹងភ្លើងហើយនៅពេលដែលបងប្អូនដាស់កូនរបស់លោកអ្នកបងប្អូនហើយឲ្យគេស្លៀកពាក់ហើយមកព្រះហារថ្វាយអង្គមព្រះអង្គមកជឿព្រះយេស៊ូវគ្រីស្ទបងប្អូនកំពុងតែឆក់យកព្រលឹងវិញ្ញាណរបស់ពួកគាត់ចេញពីបឹងភ្លើងនៅពេលដែលបងប្អូនដឹកដៃសង្សាររបស់បងប្អូនដឹកដៃប្រពន្ធរបស់បងប្អូនដឹកដៃមិត្តភក្តិបងប្អូនរបស់យើងមកស្គាល់ព្រះយេស៊ូវគ្រីស្ទមានន័យថាបងប្អូនកំពុងតែជួយឆក់យកព្រលឹងវិញ្ញាណរបស់ពួកគាត់ចេញពីបឹងភ្លើងសំណុំកូនរបស់អ្នកមកព្រះវិហារទោះបីជាពេលខ្លះគាត់លោឡាក៏ដោយទោះបីជាពេលខ្លះគាត់រត់ចុះរត់ឡើងក៏ដោយសំណុំគាត់មកឲ្យគាត់បានស្គាល់ព្រះអង្គមិនថាកូនក្មេងក៏ដោយមនុស្សចាស់ក៏ដោយមនុស្សធំក៏ដោយកុមារក៏ដោយមនុស្សគ្រប់គ្នាត្រូវការសេចក្តីសង្គ្រោះពីព្រោះយើងអត់ដឹងថាយើងស្លាប់នៅពេលណាទេប្រសិនបើយើងអត់ទាន់បានទទួលជាព្រះយេស៊ូវគ្រីស្ទមានន័យថាយើងអត់ទាន់រៀបចំសម្រាប់សេចក្តីស្លាប់ទេដូច្នេះឲ្យលោកអ្នកបងប្អូនក្រុមជំនុំពន្លឺខាងកើតជាទីស្រឡាញ់ជីវិតនៅលើលោកីយ៍នេះគឺខ្លីមែនទែនតែជីវិតបន្ទាប់ពីយើងចាក់ចេញពីរូបកាយនេះទៅគឺអស់កលជានិច្ច
ដូច្នេះសូមបងប្អូនគ្រីស្ទបរិស័ទម្នាក់ថែរក្សាសេចក្តីជំនឿអស់លោកអ្នកបងប្អូនឲ្យបាននៅជាប់មាំមួនកុំឲ្យងាកបាក់ទឹកចិត្តងាកឈប់ជឿព្រះអង្គងាកឈប់ជឿព្រះអង្គអារក្សចង់ឃើញបងប្អូនអ្នកគ្នាធ្វើយ៉ាងដូចនេះអារក្សអត់ចង់ឲ្យមនុស្សណាម្នាក់ទៅឋានសួគ៌ទេវាអត់អាចខាត់យើងមិនឲ្យទៅឋានសួគ៌ប៉ុន្តែវានឹងព្យាយាមរេរាំងយើងបំបាក់សេចក្តីជំនឿអស់លោកអ្នកបងប្អូនរំខានសេចក្តីជំនឿអស់លោកអ្នកបងប្អូនលបងអស់លោកអ្នកបងប្អូនទៅដោយតាមរយៈស្ថានភាពផ្សេងតាមរយៈមនុស្សតាមរយៈពេលវេលាតាមរយៈទ្រព្យសម្បត្តិផងដែរដូច្នេះបងប្អូនហើយសូមបងប្អូនប្រុងប្រយ័ត្នជាមួយនឹងគ្រោះថ្នាក់នៃការដែលគ្រាន់តែខំប្រឹងប្រមូលឲ្យបានទ្រព្យសម្បត្តិនៅលើលោកីយ៍នេះសូមប្រយ័ត្ននៅពេលដែលយើងអ្នកគ្នាខំប្រឹងឲ្យបានតែសុខភាពខាងរូបកាយប៉ុន្តែភ្លេចគិតអំពីសុខភាពខាងព្រលឹងវិញ្ញាណយើងមានសុខភាពល្អហើយមានទ្រព្យសម្បត្តិច្រើនហើយប៉ុន្តែបាត់ព្រះអង្គមានបន្ទូលថាអត់មានប្រយោជន៍តទៅសោះឡាសានៅពេលដែលគាត់នៅលើផែនដីនេះគាត់អត់មានទ្រព្យសម្បត្តិទេនៅពេលដែលគាត់នៅលើផែនដីនេះគាត់អត់មានសុខភាពទេប៉ុន្តែនៅពេលដែលគាត់ចេញពីផែនដីនេះគាត់មានគ្រប់បែបយ៉ាងពីព្រោះឡាសាមានព្រះជាម្ចាស់ដូច្នេះបងប្អូនហើយកុំឲ្យបាក់ទឹកចិត្តបើសិនជាបងប្អូននៅលើផែនដីនេះហើយសុខភាពបងប្អូនអត់សូវល្អពលអត់មានសុខភាពល្អទេពលឈឺរហូតកុំឲ្យខឹងព្រះអង្គដល់ពេលដែលបងប្អូនឈឺកុំឲ្យខឹងព្រះអង្គប្រសិនបើបងប្អូនជួបនៅបញ្ហាណាមួយនៅក្នុងជីវិតព្រលឹងវិញ្ញាណរបស់អ្នកគឺសំខាន់ជាងរូបកាយព្រលឹងវិញ្ញាណរបស់យើងសំខាន់ជាងទ្រព្យសម្បត្តិដូច្នេះបងប្អូនហើយសូមកុំឲ្យបោះបង់ចោលសេចក្តីជំនឿកុំឲ្យបោះបង់ចោលសេចក្តីសង្គ្រោះដោយសារតែខំប្រឹងគ្រាន់តែស្វែងរកទ្រព្យសម្បត្តិហើយនឹងភាពសប្បាយបណ្ដោះអាសន្ននៅលើលោកីយ៍នេះឡើយសេចក្តីអំណរនិងទ្រព្យសម្បត្តិដែលព្រះរៀបចំទុកឲ្យបងប្អូនអ្នកគ្នាអស់កលជានិច្ចគឺមានច្រើនដែលបងប្អូនអ្នកគ្នានឹកស្មានអត់ដល់បងប្អូននៅលើផែនដីនេះខំប្រឹងបោះបង់ចោលព្រះអង្គដើម្បីឲ្យបានទ្រព្យសម្បត្តិប៉ុន្តែបើសិនជាពេលមួយផែនដីនេះនឹងត្រូវជំនុំជម្រះព្រះគម្ពីរបានប្រាប់ថានៅពេលដែលព្រះយេស៊ូវយាងមកដល់ផ្ទៃមេឃនិងផែនដីញ័រទៅត្រឹកហើយរត់គេចចេញពីព្រះអង្គដូច្នេះសួរថាជីវិតទាំងឡាយដែលនៅលើផែនដីនោះយ៉ាងដូចម្ដេចទ្រព្យសម្បត្តិដែលបងប្អូនខំប្រឹងរកតើនឹងលាក់នៅកន្លែងណាដូច្នេះហើយអត់មានអ្វីដែលនឹងអស់កលជានិច្ចក្រៅអំពីសេចក្តីជំនឿនិងសេចក្តីសង្គ្រោះដែលព្រះជាម្ចាស់ផ្ដល់ឲ្យដូច្នេះតាមរយៈព្រះបន្ទូលនៅថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនក្រុមជំនុំពន្លឺខាងកើតទាំងអស់គ្នាសូមបងប្អូនថែរក្សាសេចក្តីជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យបងប្អូនរហូតដល់បងប្អូនចេញពីផែនដីនេះទៅមិនថាអ្នកណានិយាយដាក់បងប្អូនក៏ដោយមិនថារឿងអីក៏ដោយសូមកាន់សេចក្តីជំនឿមួយនឹងឲ្យជាប់កុំបោះចោលព្រះអង្គខ្ញុំនិយាយច្រើនដងមែនទេកុំបោះចោលព្រះអង្គដោយសារតែមនុស្សនិយាយអ្វីកុំបោះចោលព្រះអង្គដោយសារតែបងប្អូនអត់មានពេលវេលាកុំបោះចោលព្រះអង្គដោយសារតែការសប្បាយឬក៏ទ្រព្យសម្បត្តិនៅលើលោកីយ៍នេះពីព្រោះអំណរនិងទ្រព្យសម្បត្តិដែលព្រះជាម្ចាស់នឹងរៀបចំឲ្យយើងអ្នកគ្នានៅនគរឋានសួគ៌មានយ៉ាងលើសលប់ហើយនឹងមិនត្រូវដកយកចេញពីអស់លោកអ្នកបងប្អូនឡើយហាឡេលូយ៉ាហាឡេលូយ៉ាសូមឲ្យលោកអ្នកបងប្អូនបានអធិដ្ឋានជាមួយនឹងខ្ញុំដល់គ្នា